នេះមកធ្វើម្ហូបការ៉េបងប្អូននិយាយពីថាឆោនៀនកោបែបភាសាខ្មែរខ្ញុំមិនដឹងថាម្ហូបការ៉េមួយមុខហ្នឹងគឺគេហៅថាម៉េចទេបងប្អូនតែភាសាចិនគឺឆោនៀនកោបងប្អូនហើយគ្រឿងផ្សំរបស់ខ្ញុំហ្នឹងដូចខ្ញុំបង្ហាញអញ្ចឹងណាបងប្អូនហើយនេះអាជាពិសេសរបស់ការ៉េនេះបងប្អូននេះអាដែលខ្ញុំហៅភាសាចិនឆោនៀនកោតែបើភាសាកូរ៉េហៅយ៉ាងម៉េចបើបងប្អូនដឹងជួយប្រាប់ខ្ញុំផងបងប្អូនហើយព្រោះអីក៏ខ្ញុំអត់ដឹងថាភាសាកូរ៉េគេហៅអីដែរខ្ញុំដឹងតែភាសាចិនគេហៅថាឆៅនៀនកោអញ្ចឹងណាហើយគ្រឿងផ្សំរបស់យើងនឹងមានប្រមាណមុខនឹងឯងនិយាយទៅតាមបងប្អូនចំណង់ចំណូលអញ្ចឹងបងប្អូនអាចដាក់គ្រឿងផ្សំដូចជាប្រហិតអីផ្សេងអញ្ចឹងតាមចំណង់ចំណូលអញ្ចឹងហើយខ្ញុំគឺដាក់ហោដងនេះគឺវាស្រួយហើយឈ្ងុយទៀតបងប្អូនហើយខ្ញុំប្រើប៉ុណ្ណឹងដោយសារ3-4នាក់ញ៉ាំអញ្ចឹងណានិយាយទៅចង់ដាក់តិចដាក់ច្រើនគឺតាមចំណង់ចំណូលតែម្ដងបងប្អូនអាចប្រើជាប្រភេទសាច់ចំណិតក៏បានអីក៏បានដែរឲ្យទៅតាមចិត្តចង់អញ្ចឹងទៅហើយដោយសារខ្ញុំមានប៉ុណ្ណាដាក់ប៉ុណ្ណឹងហើយក៏អត់ហ៊ានដាក់របស់របរច្រើនដែរដោយសារតែប្រហែលអ្នកអញ្ចឹងទេហើយលឹកខ្ទឹមលឹកអីអញ្ចឹងទៅបងប្អូនគ្រឿងផ្សំនេះគឺគ្រឿងផ្សំដែលខ្ញុំហាន់ទុកដើម្បីយកមកឆាអញ្ចឹងទៅហើយវិធីធ្វើរបស់ខ្ញុំហ្នឹងគឺងាយស្រួលទេបងប្អូនមើលតាមវីដេអូហ្នឹងទៅដោយសារខ្ញុំក៏មិនមែនជាអ្នកជំនាញអីប្រហែលដែរក៏ប៉ុន្តែវិធីធ្វើគឺធ្វើទៅតាមដែលខ្ញុំចេះខ្លួនឯងអញ្ចឹងណាបងប្អូនគឺខ្ញុំអត់មានអ្នកចេះណាអីទេដោយថាចេះប៉ុណ្ណាធ្វើតាមប៉ុណ្ណឹងអញ្ចឹងទៅហើយអាទឹកម្ទេសនេះគឺខ្ញុំទិញមកគឺគេដាក់ឲ្យស្រាច់អញ្ចឹង2កញ្ចប់ក៏ប៉ុន្តែលើកក្រោយមកទៀតគឺខ្ញុំត្រូវថែមទៀតបងប្អូនដោយសារវាអត់សូវដិតណាដោយសារខ្ញុំដាក់គ្រឿងច្រើនខ្ញុំមិនមែនថាឆាតាអានៀនកោមួយមុខហ្នឹងទេគឺខ្ញុំដាក់មានទាំងប្រហិតមានទាំងប្រហិតត្រីប្រហិតអីអញ្ចឹងទៅមានគ្រប់សពអញ្ចឹងទៅមានទាំងបន្លែអញ្ចឹងអាគ្រឿងម្ទេសហ្នឹងគឺខ្ញុំនៅក្នុងទូទឹកកកគឺខ្ញុំមានទៀតខ្ញុំបន្ថែមតាមក្រោយទៀតបងប្អូនហើយការឆារបស់យើងហ្នឹងគឺថាខ្ទឹមពងឲ្យឈ្ងុយអញ្ចឹងទៅដាក់គ្រឿងម្ទេសហ្នឹងចូលហើយជាពិសេសនេះអាគ្រឿងដែលបោះការ៉េហ្នឹងបងប្អូនណាស្គាល់ជួយប្រាប់ខ្ញុំផងថាគេហៅអ្វីភាសាកូរ៉េតែបើភាសាចិនគឺខ្ញុំហៅនៀនកោហើយជាពិសេសបងប្អូនគឺខ្ញុំលួចដាក់ទឹកត្រីកោះកុងបន្តិចដោយសារខ្ញុំចង់បានជាប្រភេទជូរអែមផ្អែមប្រៃអញ្ចឹងណាហើយហឹលអញ្ចឹងបងប្អូនអញ្ចឹងគឺខ្ញុំលួចដាក់ទឹកត្រីកោះកុងបន្តិចដើម្បីបង្កើនរសជាតិហើយបងប្អូនដឹងស្រាប់ហើយទឹកត្រីកោះកុងគឺមានទឹកត្រីអញ្ចឹងម្ហូបអីក៏ដោយកាលណាទៅដាក់ទឹកត្រីគឺវាបង្កើនរសជាតិកាន់តែឈ្ងុយឆ្ងាញ់តែម្ដងហើយនេះជាប្រភេទប្រហិតត្រីបងប្អូនហើយប្រហិតត្រីនេះវាមានកប៉ែតក៏មានអីក៏មានអញ្ចឹងទៅហើយខ្ញុំទិញអារៀងដូចនានកោហ្នឹងអញ្ចឹងដើម្បីពេលដែលយើងចាប់ញ៉ាំអីក៏វាស្រួលញ៉ាំដែរបើសិនទិញអាកប៉ែតមកគឺវាយើងត្រូវហាន់ត្រូវអីអញ្ចឹងទៀតណាហើយនេះគ្រឿងផ្សំម្ទេសរបស់វាគឺខ្ញុំថែមទៀតហើយបងប្អូនដូចខ្ញុំនិយាយតាំងពីក្បាលវីដេអូអញ្ចឹងខ្ញុំថែមគ្រឿងបន្ថែមដោយសារគ្រឿងគេឲ្យតែពីកញ្ចប់ហ្នឹងគឺអត់គ្រប់ទេវាអត់សូវដុតណាអញ្ចឹងខ្ញុំត្រូវបន្ថែមគ្រឿងនឹងថែមទៀតហើយក៏អត់ហ៊ានដាក់ច្រើនដែរដោយសារខ្លាចប្រៃបងប្អូនដោយសារទី1គឺខ្ញុំប្រើទឹកត្រីកោះកុងហើយជាពិសេសគឺយើងត្រូវដាក់គីមជីចូលទៀតអញ្ចឹងគ្រឿងម្ទេសហ្នឹងគឺខ្ញុំដាក់ធានច្រើនទេខ្ញុំដាក់តែប៉ុណ្្នឹងដើម្បីឲ្យវាធំក្លិនរៀងដុតបន្តិចហឹលបន្តិចអញ្ចឹងទៅតែបើទឹកត្រីកោះកុងក៏វាមានរសជាតិហឹលស្រាប់ហើយនឹងប្រៃស្រាប់ហើយនៅបន្ថែមគីមជីទៀតបងប្អូនហើយជាប្រភេទបន្លែបងប្អូនអាចដាក់ខ្ទឹមបារាំងក៏បានអីក៏បានក៏ប៉ុន្តែដោយសារនាងខ្ញុំចូលចិត្តអឺកូនស្ពៃក្តោបគុំស្ពៃក្តោបតូចនេះគឺខ្ញុំប្រើជាប្រភេទអញ្ចឹងទៅតែបើបងប្អូនចូលចិត្តដាក់របៀបថាអឺខ្ទឹមបារាំងក៏អាចដាក់បានដែរព្រោះអីខ្ទឹមបារាំងក៏ត្រូវគ្នាដែរបងប្អូនហើយចិត្តហើយហ្នឹងគឺនាងខ្ញុំដាក់គីមជីចូលគីមជីវាមានជូរអែមអញ្ចឹងទៅគីមជីមានច្រើនប្រភេទបងប្អូនអ្នកខ្លះមិនសូវជាចូលចិត្តរឿងជូរអែមតែខ្ញុំចូលចិត្តជូរអែមដុតអញ្ចឹងណាដោយសារធ្វើអាប្រភេទនេះគឺតោះជូរអែមបើអ្នកខ្លះគេអត់ចូលចិត្តគេធ្វើតាមនឹងទៅបើខ្ញុំចូលចិត្តជូរអែមប្រៃហឹលអីអញ្ចឹងទៅនិយាយទៅវាស្រស់មាត់ណាបងប្អូនហើយមួយឆ្នាំប៉ុណ្ណេះគឺកូនខ្ញុំអីញ៉ាំឡើងពាក់កណ្ដាលឆ្នាំបងប្អូនហើយពេលដែលចិត្តបង្ហើយហ្នឹងគឺខ្ញុំដាក់លឹកខ្ទឹមចូលទៅភ្លក់ទៅនិយាយទៅគឺមកល្មមតែខ្ញុំនៅតែថែមស្ករបន្តិចអញ្ចឹងបងប្អូនដោយសារកុំឲ្យវាប្រៃដុតពេកអញ្ចឹងណា